បាទបងប្អូនទាំងអស់គ្នានេះជាសកម្មភាពខ្លះៗដែលខ្ញុំចុះ feel នេះថាជីចុះភូមិរាល់ថ្ងៃគឺជីតាមភូមិដាច់ស្រយាលដូចជាទៅសាឡាវដល់ក្នុងឯណោះបាទដល់ជីទៅតាមចំការតាមអីគេទៅរកមើលក្រែងមានជីវរដ្ឋដែលគាត់នៅកន្លែងថ្មីដើម្បីស្វែងរកទីតាំងដាក់អណ្ដូងជូនសហគមន៍គាត់ប្រើប្រាស់បាទហើយពេលខ្លះក៏យើងទៅតាម GPS អត់មានផ្លូវជិះកាត់រកអីចឹងទៅបាទពេលខ្លះជិះកាត់ទៅរកអា GPS ហ្នឹងគឺឃើញកាត់ចំការកាត់អីដើម្បីកាត់ទៅរកផ្លូវព្រោះយើងរកផ្លូវតាម GPS ហ្នឹងអត់ឃើញអញ្ចឹងមានតែកាត់យកអញ្ចឹងតែម្ដងដើម្បីសម្ដៅទៅរកកន្លែងទីតាំងហ្នឹងពេលទៅដល់ពីមុនមានមនុស្សដល់ពេលមួយឆ្នាំពីរឆ្នាំក្រោយយើងគិតថាមនុស្សកាន់តែនៅច្រើនមិនមែនអញ្ចឹងឯណាកាន់តែបាត់មនុស្សរុះរើផ្ទះសំបែងអីអញ្ចឹងទៅស្រុកទៅអីវិញអស់លក់ដីលក់អីអញ្ចឹងទៅបាទនេះគឺផ្លូវយើងជិះទៅតាមផ្លូវដែលគេដាក់បកគោលភ្លើងហ្នឹងបានវាមានផ្លូវជិះបើមិនអញ្ចឹងទេគឺអត់មានទេហើយផ្លូវដែលមិនស្គាល់ក៏យើងជិះមើលដែរដើម្បីដឹងថាផ្លូវនឹងទៅណាកាត់ទៅណាអាចបើកឡានបានអត់អាចជិះម៉ូតូបានអត់ហើយមានមនុស្សអត់នេះអានេះថតខ្លះសកម្មភាពតិចដើម្បីមិនមែនថាជិះម៉ូតូហើយជិះថតរហូតទេគឺថតកន្លែងណាបន្តិចចឹងទៅដើម្បីទុកមើលខ្លួនឯងផងបាទនេះគឺមានផ្លូវក្រហមផ្លូវអីទៅតាមចំការកស៊ូគេហើយផ្លូវហ្នឹងគេជួសកាត់ភ្នំតែម្ដងគឺនេះសិតតែអ្នកមានអ្នកចំការកស៊ូអ្នកមានអីទេដែលគាត់អាចធ្វើផ្លូវនេះបានបាទធ្វើផ្លូវដើម្បីចូលទៅចំការកស៊ូរបស់គាត់ងាយស្រួលในការប្រមូលផលបើជីវរដ្ឋប្រហែលជាគ្មានលទ្ធភាពធ្វើផ្លូវទេបាទនេះគឺផ្លូវគឺពុះកណ្ដាលភ្នំតែម្ដងតើអ្នកមាននិស្ស័យបានជិះកាត់ផ្លូវហ្នឹងនេះគឺជាសកម្មភាពដូចឡានខ្លះឡាន AOC មេចុះមើលទីតាំងដែរចុះមើលម្ដងឡានក៏ពិបាកអាម៉ូតូក៏ពិបាកមិនថាជិះអីទេគឺពិបាកគ្រប់កលៈទេសៈតែម្ដងហើយអ្នកបើកឡានតើតែអ្នកដែលស្ទាត់ជំនាញមានន័យថាធ្លាប់ឆ្លងកាត់ផ្លូវបែបហ្នឹងជាច្រើនលើកច្រើនសារទើបអាចហ៊ានបើកទៅមុខបានទោះបីអ្នកភូមិគាត់ប្រាប់ថាលោកគ្រូទៅអត់រួចទេប៉ុន្តែអត់តន់អស់ចិត្តទេតើតែទៅហើយទៅមុខឡើងរួចថយក្រោយឡើងរួចទើបរកវិធីដើម្បីដោះខ្លួនឬក៏យកឡានចេញពីទីតាំងដែលលំបាកហ្នឹងបើសិនជាគេប្រាប់ហើយមិនមែនដកថយភ្លាមទេគឺទៅសិនទៅឲ្យជួបនឹងផ្ទាល់ភ្នែកបើកាត់ផ្ទាល់ដៃដើម្បីដឹងថាពិបាកនេះឡានចុះរុញឡានហើយសាចដាក់មានមើលឃើញទេមុខមាត់អីបលាក់តិចអស់ហើយបើឡានវិញបាច់និយាយចប់ហើយចុះរុញឡានត្រូវមេធ្វើបាបទៀតមេជន់ឡានកប់ដើម្បីឲ្យខ្ទាតដាក់ពេញមុខទាំងអស់ពេញកាមេរ៉ា